$1នឹងលោកចៅហ្វាយលោកកំពុងតែលេងសាច់មែនទេនេះគឺជាផ្លែឈើថ្នាក់ដែលទើបតែបេះនៅពេលព្រឹកព្រលឹមស្រស់ណាហើយកាលពីខែមុនយើងបានចុះកិច្ចសន្យាគ្នាថា$3ក្នុង1គីឡូក្រាមកិច្ចសន្យាគឺត្រូវតែជាកិច្ចសន្យាថ្ងៃនេះខ្ញុំថា$1គឺ$1តាមកិច្ចព្រមព្រៀងទៅថ្ងៃនេះខ្ញុំមកទីនេះដើម្បីបង្រៀនពួកអ្នកពីច្បាប់ទម្លាប់$1នឹងខ្ញុំទិញទាំងអស់លោកចៅហ្វាយកុំធ្វើអីហួសហេតុពេក$1នឹងថ្លៃជីថ្លៃថង់ថ្លៃពលកម្មវាអស់$1កន្លះទៅហើយលោកហ៊ានដាក់តម្លៃនេះខ្ញុំសំបីតែលុយទិញថ្នាំកសិកម្មក៏សងគេមិនរួចដែរលោកចង់សម្លាប់ពួកយើងទាំងភូមិមែនទេលោកចៅហ្វាយកុំចិត្តខ្មៅពេកអីកាលនោះគឺលោកទេដែលឲ្យពួកយើងទាំងភូមិខ្ចីលុយមកដាំផ្លែឈើថ្នាក់អានេះឥឡូវផ្លែឈើទុំហើយលោកបែរជាបដូរចិត្តខ្ញុំបានខ្ចីលុយការប្រាក់ខ្ពស់មកទិញជីណាខ្ញុំចិត្តខ្មៅមែនទេចេញទៅសួរគេទៅមើលឆ្នាំនេះស្រុកជុំវិញនេះសុទ្ធតែប្រមូលផលបានច្រើនទីផ្សារវាពេញអស់ហើយ$1នឹងគឺខ្ញុំមានចិត្តមេត្តាហើយបើថាទីពេកពួកអ្នកឯងដឹកទៅលក់នៅឯក្រុងទៅលោកចៅហ្វាយផ្លែឈើ300តោននេះគឺពួកយើងទាំងភូមិកំដាំទាំងលំបាកលំបិនណាយើងសហការគ្នាជាមួយលោកមិនមែនទៅតែ1ឆ្នាំ2ឆ្នាំឯណាទោះបីជាអ្នកឲ្យត្រឹមតែ$2កន្លះដើម្បីឲ្យអ្នកភូមិបានដើមទុនវិញក៏បានដែរមែនទេតែឲ្យតាគិតស្អាតម្លេះមើលចុះថ្ងៃនេះមេឃស្រឡះក្តៅដល់ទៅ38អង្សាផ្លែពេះថ្លៃធ្នូទាំងនេះបើមិនយកចេញពីទីក្រុងភ្លាមហើយមិនយកទៅដាក់ក្នុងឃ្លាំងត្រជាក់ទេតើទុកបានប៉ុន្មានថ្ងៃមួយថ្ងៃវាទុនពីរថ្ងៃវាហូរទឹក3ថ្ងៃគឺស្អុយអស់ហើយអ្វីដែលអ្នកកំពុងកាន់ក្នុងដៃលើនេះមិនមែនជាលុយទេតែជាគ្រាប់បែកពេលវេលាដែលចិត្តនឹងស្អុយទៅហើយអ្នកដឹងច្បាស់ណាស់ថាទំនិញនេះខ្វះខ្សែសង្វាក់ត្រជាក់មិនបានទេហើយអ្នកក៏ចិត្តណាបង្អាក់កិច្ចសន្យានៅពេលនេះគឺចង់កេងចំណេញលើអ្នកដទៃមែនទេខួរក្បាលប្រើការបានល្អណាស់អើពើឲ្យគឺអញនេះហើយដែលកេងចំណេញលើពួកឯងតើឯងអាចធ្វើអ្វីបានពួកយើងមិនលក់ឲ្យអ្នកទេពួកយើងនឹងរកឡានពីទីក្រុងធំមកដឹកខ្លួនឯងរកឡានមែនទេឡានដឹកទំនិញត្រជាក់ទាំង50គ្រឿងក្នុងស្រុកនេះគឺស្ថិតនៅក្នុងដៃអញទាំងអស់រោងចក្រផលិតទឹកក៏ក្នុងស្រុកក៏អញជាអ្នកកាន់កាប់ដែរអ្នកលក់ដុំកម្រិត2នៅជុំវិញនោះអញក៏បានប្រាប់ពួកគេរួចហើយដែរអ្នកណាហ៊ានទិញផ្លែឈើពីភូមិហុងជីរបស់ពួកឯងគឺស្មើនឹងកាប់ផ្ដាច់ប្រភពទំនិញពេញមួយឆ្នាំរបស់ខ្លួនឯងហើយបើគ្មានការអនុញ្ញាតពីអញទេនោះពួកឯងកុំសង្ឃឹមថានឹងដឹកផ្លែពេះបានសំបីតែ1គីឡូចេញពីស្រុកនេះថ្ងៃនេះ$1ស្អែក8សេនក្នុងអាកាសធាតុបែបនេះពួកឯងអង្គុយគិតក្នុងខ្យល់ក្តៅនេះទៅចុះបែបនេះតើឲ្យរស់នៅយ៉ាងម៉េចទៅលុយ$1នឹងគឺខាត់អស់ទាំងឆ្អឹងទៅហើយពីមុនមានផ្លែប៉ែស្រួលដាំមិនដាំបែរជាទៅជឿតាមសម្ដីលីឆឹងទៅដាំផ្លែឈើថ្នាក់ឥឡូវឃើញទេផ្លែឈើ300តោនជាប់ទាំងនៅក្នុងដៃអស់ហើយលីវើកូកុំនិយាយផ្ដេសផ្ដាស់ផ្លែឈើនឹងមិនមែនដាំបានល្អទេហីគុណភាពវាអត់លេខ1ក្នុងស្រុកមែនទេគឺសាវឡាហ៊ូទេដែលបោកប្រាស់នោះហើយអ្វីបានជាទៅបន្ទោសលីឆឹងជប់និយាយទៅស្ងាត់មាត់ទាំងអស់គ្នាឆ្លោះគ្នាបែបនេះដោះស្រាយបញ្ហាបានដែរឬលក់ក្នុងតម្លៃ$1ឲ្យសាវឡាហ៊ូបែបនេះក្របធេងជាតិរបស់ភូមិហុងជីយើងនឹងត្រូវគេជន់ឈ្លីនៅក្រោមជើងជារៀងរហូតហើយលោកតាបងប្អូនទាំងអស់គ្នាគឺខ្ញុំទេដែលនាំអ្នកទាំងអស់គ្នាដាំផ្លែឈើទាំងនេះខ្ញុំនឹងទទួលខុសត្រូវរហូតដល់ទីបញ្ចប់ឃ្លាំងត្រជាក់និងឡានដឹកទំនិញក្នុងស្រុកសុទ្ធតែនៅក្នុងដៃគេទាំងអស់តើអ្នកមានវិធីអ្វីទៅបើគេមិនឲ្យលក់ក្នុងស្រុកយើងទៅលក់នៅទីក្រុងខេត្តវិញជូទៅរើផ្លែឈើថ្នាក់ដែលល្អបំផុតចំនួន10ផ្លែដាក់ចូលក្នុងប្រអប់រក្សាសីតុណ្ហភាពទៅបានខ្ញុំនឹងទៅឥឡូវនេះយើងទៅខាងក្រៅដើម្បីរកផ្លូវរស់ទៅរកផ្លូវរស់នៅទីក្រុងខេត្តអញគិតថាគ្រាន់តែនិយាយមាត់ទេនឹងទៅដល់មែនទេអាកាសធាតុក្តៅបែបនេះទោះបីជាអ្នកកាន់ផ្លែប៉ែស្មៀ10ផ្លែទៅដល់ជាងជើក៏ដោយក៏ថៅកែក្រុមហ៊ុនធំទាំងនោះហើយអ្វីត្រូវជួបអ្នកដែលគ្រាន់តែជាកសិករមកពីភូមិមួយនោះគ្រាន់តែខ្ញុំជានិស្សិតបញ្ចប់ការសិក្សាដែលមានពិន្ទុរកខ្ពស់ជាងគេប្រចាំមហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យជាងជើប៉ុណ្ណោះគ្រាន់តែកាលពីកន្លះឆ្នាំមុនក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកផ្នែកអាហារស្រស់ធំជាងគេក្នុងស្រុកគឺក្រុមហ៊ុនសៀនដាបានផ្ដល់ការងារជាអ្នកគ្រប់គ្រងហ្វឹកហាត់ដែលមានប្រាក់ខែប្រចាំឆ្នាំដល់ទៅ30,000យួនឲ្យខ្ញុំតែខ្ញុំបានបដិសេធទៅហើយ$30,000សៀវជឿនអ្នកឈួតទៅហើយមែនទេទុកប្រាក់ខែ30,000ក្នុងមួយឆ្នាំមិនយកបែរជាត្រឡប់មកវិញដើម្បីដឹកនាំពួកយើងធ្វើស្រែចម្ការព្រោះភូមិហុងឈីគឺជាកន្លែងដែលផ្ដល់កំណើតនិងចិញ្ចឹមបីបាច់ខ្ញុំរៀនជំនាញកសិកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អាហារស្រស់អស់រយៈពេល4ឆ្នាំមិនមែនដើម្បីទៅធ្វើជាឧបករណ៍ឲ្យពួកមូលធននិយមនៅក្នុងអគារការិយាល័យទំនើបក្នុងទីក្រុងធំនោះទេខ្ញុំចង់ត្រឡប់មកវិញដើម្បីជួយអ្នកទាំងអស់គ្នាប្រែក្លាយរបស់មានតម្លៃនៅក្នុងដីឲ្យទៅជាលុយកាក់ពិតប្រាកដនៅក្នុងហោប៉ៅវិញសៀវជឿនចុះរឿងដែលអ្នកនិយាយថាទៅរកផ្លូវជីវិតនៅទីក្រុងខេត្តនោះតើវាមានផែនការបែបណាទៅគឺការបំបែកស្ថានភាពនេះហេតុអ្វីបានជាចៅឡាវហ៊ូហ៊ានស៊ីដាច់គេក្នុងតម្លៃ1យួនព្រោះគាត់បានផ្ដាច់មុខលើប្រព័ន្ធដឹកជញ្ជូនត្រជាក់និងបណ្ដាញលក់នៅក្នុងស្រុកនេះយើងគ្មានជំរឿអ្វីក្រៅពីសុំគេទេប៉ុន្តែវិធីសាស្ត្ររកស៊ីកណ្ដាលដៃរបស់គេញឹងវាហួសសម័យបាត់ទៅហើយនៅខាងក្រៅនោះឥឡូវនៅតាមទីក្រុងធំគេនិយមទិញទំនិញតាមសហគមន៍យើងមិនបាច់រកអ្នកលក់ដុំទេគឺភ្ជាប់ផ្ទាល់ជាមួយវេទិកាអាហារស្រស់ធំតែម្ដងវេទិកាដែលមានទំហំរាប់ពាន់លានបែបនេះឲ្យតែផ្លែឈើរបស់យើងមានគុណភាពល្អគ្រប់គ្រាន់គឺអាចទាក់ចិត្តនិយោជន៍គ្រប់គ្រងគុណភាពរបស់គេបានហើយពួកគេមានក្បួនរថយន្តដឹកជញ្ជូនត្រជាក់ដែលភ្ជាប់ផ្ទាល់ទៅសហគមន៍អាចបើកចូលមកដល់ភូមិយើងផ្ទាល់ចុះឡានធំពីក្នុងក្រុងនឹងអាចបើកចូលមកដល់ភូមិយើងបានមែនទេបានឲ្យតែយើងដណ្ដើមបានខ្សែបណ្ដាញជួយកសិករកម្រិតរបស់វេទិកាបានផ្លែឈើកម្រិតទាំង10នេះគឺជាកូនសោដែលភូមិតុងក្រហមយើងប្រើដើម្បីបើកទ្វារទៅកាន់សម័យកាលថ្មីបងឈឹងដាក់រួចរាល់ហើយថង់ទឹកកកធំ4ស្រោបដោយសម្លេងរក្សាកម្ដៅ3ជាន់ទៅឲ្យឡានតាក់ស៊ីរបស់ដាឡាវ៉ាងនៅឯទីរួមស្រុកដើម្បីទៅឲ្យទាន់ឡានក្រុងផ្លូវឆ្ងាយទៅកាន់ជាងជើនៅឯទីរួមខេត្តអាឈិនគេថាទៅឆ្ងាយត្រូវមានលុយជាប់ខ្លួនទៅធ្វើការនៅទីក្រុងធំកុំឲ្យគេមើលងាយបាននេះជាលុយរាប់ពាន់ដែលតាបានសន្សំទុកឯងយកទៅចុះនៅភូមិមានតាជួយមើលឲ្យទោះបីមេឃលំចុះមកក៏តាអាចជួយទប់ឲ្យឯងបាន3ថ្ងៃដែរឯងទៅចុះលោកតាទុកចិត្តចុះ
ក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងនាំក្បួនរថយន្តត្រឡប់មកវិញឲ្យខានតែបានមានរឿងអីហ្នឹងមិនក៏ចត់ឡានផ្ដេសផ្ដាស់បែបនេះលោកវាងថ្ងៃត្រង់ក្តៅបែបនេះនៅដឹកភ្ញៀវទៀតហីអូនេះមិនមែនជានិស្សិតឆ្នើមមកពីសាកលវិទ្យាល័យល្បីឈ្មោះទេហីកំពុងយកគំរូទៅខេត្តមែនទេលោកចៅបានបញ្ជាឲ្យផ្លែពេសនៅភូមិហុងជីថ្ងៃនេះទោះរលួយក៏ត្រូវតែរលួយនៅលើដើមដែរលោកវាងបើថ្ងៃនេះលោកហ៊ានដឹកពួកគេចេញពីទីរួមស្រុកនេះស្អែកឡើងឡានចាស់របស់លោកគុំសង្ឃឹមថានឹងអាចចាក់សាំងបានមួយដំណក់នៅស្ថានីយ៍ប្រេងណាមួយក្នុងស្រុកនេះឲ្យសោះអាឈិនឲ្យឡាននេះពូមិនដឹកទៀតទេពូឯងចុះពីឡានទៅគុំធ្វើបាបពូអីពូវាងថ្លៃឡានខ្ញុំឲ្យទ្វេដងគុំថាឡើយទ្វេដងទូ10ដងក៏ពូមិនហ៊ានយកដែរចុះទៅជូជឺចុះពីឡានមកពួកនិស្សិតឲ្យទីក្រុងជាងជើនៅឆ្ងាយពីនេះជាង300គីឡូម៉ែត្រឯណោះគ្មានឡានជិះទេពួកឯងដើរតាមផ្លូវកៅស៊ូនេះទៅចុះបានធ្វើបាបគ្នាពេកហើយលោកវាងបើមិនទៅទេយើងទៅស្ថានីយ៍ឡានក្រុងទិញសម្បត្តិខ្លួនឯងខ្ញុំមិនជឿទេថាអាខ្លាចៅនឹងអាចបិទមិចបានទៅសម្បត្តិទៅក្រុងជាងជើ2អ្នកភូមិហុងឈីមែនទេអស់សម្បត្តិហើយកុំមកកុហកនៅចំណតឡានខាងក្រៅមានឡានក្រុងទេទៅក្រុងជាងជើដល់ទៅ7-8គ្រឿងឯណោះហើយអ្នកឯងមកប្រាប់ខ្ញុំថាអស់សម្បត្តិជ្រុះគ្នាធ្វើអីប្រាប់ឲ្យត្រង់ចុះលោកចៅបានផ្ដាំមកហើយថាអ្នកភូមិហុងជីអាចឡើងឡានបានតែទំនិញក្នុងដៃពួកអ្នកទោះបីជាផ្លែពេស្អុយមួយក៏គុំសង្ឃឹមថានឹងបានយកចេញពីស្ថានីយ៍ឡានក្រុងនេះឲ្យសោះចង់ទៅមែនទេទុកប្រអប់ចោលទៅបងឆឹងឥឡូវយើងត្រូវធ្វើម៉េចទៅរោងចក្រផលិតទឹកកកទៅអាកាសធាតុក្តៅពេកទឹកកកក្នុងប្រអប់រលាយអស់ហើយវាចាប់ផ្ដើមហូរទឹកចេញមកក្រៅហើយត្រូវបន្ថែមទឹកកកកិនចូលទៀតបើមិនអញ្ចឹងទេអា10លាននេះបើខ្ញុំមិនទៅក្រុងវូដាវទេគឺនឹងមានរឿងមិនល្អកើតឡើងលោកម្ចាស់ខ្ញុំសុំទិញទឹកកកកិន2ប្រអប់មកពីភូមិហុងឈីមែនទេសុំទោសផងខ្ញុំអត់មានទឹកកកទេចុះបើមិនមែនទឹកកកតាជាអ្វីទៅកុំមកនិយាយកុហកទាំងបើភ្នែកបែបនេះនោះគឺជាទំនិញដែលលោកចៅបានកក់ទុកលោកចៅបានបញ្ជាតាំងពីព្រលឹមមកម្ល៉េះថាគ្រប់កន្លែងលក់ទឹកកកនិងឃ្លាំងត្រជាក់ទាំងអស់ក្នុងស្រុកនេះសូម្បីតែដុំទឹកកកមួយដុំក៏មិនអនុញ្ញាតឲ្យលក់ទៅឲ្យភូមិហុងឈីដែរតើខ្ញុំបានធ្វើអ្វីខុសដល់រោងចក្រកំទេចរបស់អ្នកកុំធ្វើអ្វីឆៅឆាវអីឆាប់ទៅឲ្យឆ្ងាយទៅកុំមកបង្អាក់ការរកស៊ីរបស់ខ្ញុំបងឆឹងឲ្យស្ថានីយ៍ដឹកជញ្ជូនត្រូវបានគេបិទជិតអស់ហើយទឹកកកក៏ទិញមិនបានរថយន្តដឹកជញ្ជូនទំនិញក៏គុំសង្ឃឹមអីលោកចៅខ្លានេះកំពុងតែរុញពួកយើងឲ្យដល់ផ្លូវតហើយបើមិនអញ្ចឹងទេយើងត្រឡប់ទៅភូមិវិញទៅចុះតែត្រឡប់ទៅវិញក៏មានតែផ្លូវស្លាប់ដែរមានតែរងចាំគេកាប់សម្លាប់ប៉ុណ្ណោះច្បាប់របស់លោកចៅខ្លាគឺមានតែទោះបីជាអាចគ្រប់គ្រងទីក្រុងនេះបានក៏មិនអាចគ្រប់គ្រងមេឃនៅខាងក្រៅបានដែរមានន័យថាម៉េចឆ្លងកាត់ភ្នំខាងក្រោយគឺផ្លូវខេត្តលេខ104ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្រុកទេនៅទីនោះសុទ្ធតែជារថយន្តដឹកទំនិញផ្លូវឆ្ងាយឆ្លងកាត់ភ្នំខាងក្រោយនោះវាជាតំបន់ភ្នំដាច់ស្រយាលរាប់សិបគីឡូម៉ែត្រផ្លូវដើរធម្មតាក៏គ្មានផងដល់ពេលឆ្លងផុតទៅមេឃងឹតសូនឲ្យឆឹងបាត់ទៅហើយក្នុងប្រអប់នេះមិនមែនជាផ្លែប៉ែទេតែជាលុយសង្គ្រោះជីវិតមនុស្សរាប់រយនាក់នៅភូមិហុងឈីតោះទៅបងឆឹងយឺតបន្តិចភ្នំនេះគ្រោះថ្នាក់ខ្លាំងណាស់កុំឈប់បើឈប់គឺចប់ហើយឈប់ឡានលោកគ្រូឈប់ឡានបងឆឹងមានគ្រោះថ្នាក់ហើយឡើងឡានមកកន្លែងទំនេរនៅខាងក្រោយកុំប៉ះពាល់ទំនិញខ្ញុំឲ្យសោះឡើងទៅហើយបងឆឹងឆាប់ឡើងអាខ្លាចាំមើលសិនទៅមេភូមិទៅណាហើយមេភូមិចេញមកទូថ្ងៃត្រង់ច្បាស់បែបនេះពួកអ្នកមកធ្វើអីសុំបំណុលគេមកជីនឹងឆ្នាំកសិកម្ម200,000ដែលជំពាក់ការពីនីតិខុសដៅសរសេរខ្មៅលើយ៉ាងច្បាស់លាស់ការនោះនិយាយគ្នាហើយថាលុយនេះនឹងកាត់ចេញពីថ្លៃលក់ផ្លែឈើរបស់អាខ្លាឥឡូវផ្លែឈើមិនទាន់លក់ចេញផងតើឲ្យយើងយកអីសងអ្នករឿងនឹងជារឿងរបស់អ្នកជាមួយលោកចៅខ្ញុំមិនដឹងទេដើម20,000បូកនឹងការប្រាក់50,000ថ្ងៃនេះត្រូវតែសងឲ្យដាច់បើមិនអញ្ចឹងទេថ្ងៃនេះអញនឹងវាយកំទេចសាលាភូមិរបស់ពួកឯងឲ្យរៀបស្មើ
អ្នកនៅពីក្រោយរឿងនេះគឺអាខ្លាគាត់ចង់ឲ្យមកទីបំណុលពេលនេះដើម្បីរុញពួកយើងឲ្យដល់ផ្លូវតរអញ្ចឹងយើងលក់ផ្លែឈើឲ្យគេក្នុងតម្លៃ1រៀលទៅលោកតាខួរក្បាលឆ្លាតវៃណាស់ណាបើមើលយល់ហើយក៏ប្រញាប់ចុះចាញ់ទៅគុំសុបិនអីពួកយើងអ្នកភូមិតុងក្រហមទោះអត់ឃ្លានស្លាប់ក៏មិនព្រមលេបកំហឹងនេះដែរខ្ញុំបានឲ្យអាឆេនទៅរកផ្លូវនៅឯទីក្រុងហើយឲ្យតែ3ថ្ងៃពួកយើងនឹងសងលុយនេះឲ្យអ្នកគ្រប់1សេនទៅទីក្រុងនឹងឬអានិស្សិតម្នាក់នឹងស្ថានីយ៍ដឹកជញ្ជូននិងឡានដឹកទំនិញក្នុងស្រុកទាំងមូលត្រូវបានលោកចៅតាមដានជាប់ហើយតើវាមានអីទៅដើរដោយជើងមេភូមិឲ្យយើងចុះចាញ់ទៅអាទំពេកនឹងវាជាអ្នកចង់ការប្រាក់ពួកវាពិតជាមកកំទេចផ្ទះយើងមែន1រៀលក៏1រៀលទៅអាលីវអើកូឯងក្រោកឡើងមកអាមនោះគ្មានឆ្អឹងក្នុងឲ្យចុះហាត់លេខាហើយយើងនឹងក្លាយជាទាសកររបស់អាខ្លាឃ្លានចៅមួយជីវិតហើយខ្ញុំមិនធ្វើទេខ្ញុំចង់រស់ការងារនេះខ្ញុំមិនធ្វើទៀតទេខ្ញុំចង់ដកភាគហ៊ុនយកផ្លែឈើចំណែករបស់ខ្ញុំមកខ្ញុំនឹងទៅលុបជង្គង់សុំអង្វរលោកចៅដោយខ្លួនឯងអញ្ចឹងបានត្រូវលោកតាខ្ញុំឲ្យពេលពួកឯងតែមួយយប់នេះប៉ុណ្ណោះស្អែកព្រលឹមបើនៅមិនព្រមចុះហាត់លេខាទៀតខ្ញុំនឹងនាំមនុស្សមកកំទេចចំការផ្លែឈើរបស់ពួកឯងចោលប្រញាប់ឡើងថ្នមផងអើកូតាឯងចង់លួចដឹកវាចេញពិតមែនហេបើមិនដឹកចេញទេស្អែកនេះអាកង់ក្បាលរលីងវាមកបង្កចំនួនដល់ផ្ទះតាចង់រងចាំស្លាប់ឬមេភូមិគាត់ចង់បានមុខមាត់អេលីឈិនទៅដល់ទីក្រុងក៏គ្មានដំណោះស្រាយដែរយើងមិនអាចនៅរងចាំជាមួយពួកគេបានទេតែនេះជារបស់ដែលអ្នកភូមិយើងដាំទាំងអស់គ្នាណាបើលួចដឹកចេញពេលយប់បែបនេះវាអត់សំទេសមមិនសមតើវាអាចយកមកហូបបានទេនេះជារបស់ដែលយើងមានចំណែកដែរគេចេញទៅខ្ញុំនឹងទៅរកលោកចៅនៅឯទីរួមស្រុកអាអឺកូឯងនេះពិតជាមិនចេះគិតមែនលួចដឹកផ្លែឈើអ្នកភូមិទៅយកចិត្តអាខ្លាចៅមកមើលលឿនឡើងអ្នកទាំងអស់គ្នាមកមើលអាអឺកូលួចដឹកផ្លែឈើហើយអើកូឯងធ្វើបែបនេះគឺកាត់ផ្លូវរស់របស់អ្នកភូមិយើងហើយស្អែកនេះអាកង់ក្បាលរលីងវាមកវាផ្ទះខ្ញុំហើយលោកចៅគេប្រកាសគ្រប់កន្លែងតើយើងយកអ្វីទៅតាំងជាមួយគេកំពុងតែរៀបនឹងបាក់ឡានចេញទៅហើយមេភូមិអើយសូមឲ្យខ្ញុំទៅចុះខ្ញុំពិតជាទ្រាំលេងបានទៀតហើយទ្រាំលេងបានហេបើទ្រាំលេងបានក៏ត្រូវជន់លើឆ្អឹងចាស់របស់ខ្ញុំនេះទៅសិនពេលដែលស៊ីវឈិនគេទៅគេបាននិយាយថា3ថ្ងៃឆ្អឹងចាស់របស់ខ្ញុំនេះនឹងជួយទប់ឲ្យអ្នកទាំងអស់គ្នា3ថ្ងៃក្រោយ3ថ្ងៃបើស៊ីវឈិនគេមិនត្រឡប់មកវិញទេមិនបាច់ឲ្យអ្នកទាំងអស់គ្នាធ្វើអ្វីទេខ្ញុំនឹងទៅលុតជង្គង់សំពះអាខ្លាចៅដោយខ្លួនឯងកុំខ្លាចអីណាចាំស៊ីវឈិនត្រឡប់មកវិញសិនពួកយើងមកជួបអ្នកទទួលខុសត្រូវផ្នែកទិញអាហារស្រស់បន្តិចមានការណាត់ជួបទេបើអត់មានទេទៅដាក់ពាក្យពិនិត្យគុណវុឌ្ឍនៅគេហទំព័រមុនទៅស្ថានភាពបន្ទាន់ណាស់ទំនិញនេះរងចាំមិនបានទេជួយទូរស័ព្ទទៅផ្នែកទិញបន្តិចបានទេគ្រាន់តែឲ្យពួកគេមើលមួយភ្នែកទៅបានហើយសុំទោសណាបើអត់មានការណាត់ជួបគឺឡើងទៅលើមិនបានទេសន្តិសុខមកនេះបន្តិចមកទៅវិញទៅគុំនៅទីនេះរំខានគេហេតុអ្វីបានជាអ្នកមើលងាយមនុស្សបែបនេះកុំមកអីចេញទៅខាងក្រៅសិនបងឆឹងនេះជាក្រុមហ៊ុនធំដែលមានតម្លៃរាប់រយលានដុល្លារណាសូម្បីតែទ្វារក៏ចូលមិនរួចផងចុះបើទៅផ្សារលក់ដុំដើម្បីសាកល្បងសំណាងវិញទៅផ្សារលក់ដុំតើវាខុសអីទៅនឹងការលក់ឲ្យអាខ្លាឃ្មុំនោះពួកឈ្មួញកណ្ដាលកាត់កងគ្រប់ជាន់ថ្នាក់ចុងក្រោយអ្នកភូមិយើងនៅតែមិនទទួលបានផលចំណេញដដែលក្រុមហ៊ុនធំក៏មានចំណុចខ្សោយរបស់វាដែរបុគ្គលិកទទួលភ្ញៀវគ្រាន់តែធ្វើតាមច្បាប់តែថ្នាក់ដឹកនាំគេមើលតែផលប្រយោជន៍ស្នូប៉ុណ្ណោះឥឡូវម៉ោង 9:50 នាទីហើយក្រុមហ៊ុនដូចជាស៊ីនតាថ្នាក់ដឹកនាំគេប្រជុំពេលព្រឹកម៉ោង 10 ទៀងទាត់ណាស់អ្នកមិនអាចឡើងទៅជាន់លើបានផងតាទៅទីនោះធ្វើអ្វីមិនចាំបាច់ឡើងទៅលើទេទៅផ្លូវសម្រាប់រថយន្តវេបវិញមនុស្សប្រុសកាលនៅសាកលវិទ្យាល័យយេងហៅគាត់ធ្លាប់វិភាគលើគំរូអាជីវកម្មនិងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់ឆៃអန်ដេអ្នកដែលបង្ហាញខ្លួននៅទីនេះនៅពេលនេះគឺទំនងជាលេនឆៃខ្លាំងណាស់អ្នកប្រមាញ់បានត្រៀមខ្លួនរួចរាល់ហើយលោកនាយកលេនអត្រាអ្នកទិញត្រឡប់មកវិញសម្រាប់អាហារស្រស់នៅតំបន់យួនសប្តាហ៍នេះបានធ្លាក់ចុះ 2% ទៀតហើយប្រធានក្រុមធំក៏កំពុងតែរករឿងឈប់ធ្វើការដែរផ្សារទំនើបធំកំពុងរួមដៃគ្នាធ្វើសង្គ្រាមតម្លៃប្រធានក្រុមក្នុងសហគមន៍មានការមិនពេញចិត្តខ្លាំងហើយផ្លែឈើក៏ត្រូវបានគេរិះគន់ដែរដោយសារតែអ្នកកំពុងប្រើវិធីនៃការលក់ទំនិញស្តង់ដារមកធ្វើអាជីវកម្មអាហារស្រស់ដែលមិនមែនជាទំនិញស្តង់ដារទៅយកទំនិញសល់ពីទីផ្សារលក់ដុំកម្រិតទី1ដឹកជញ្ជូនឆ្លងកាត់ឃ្លាំង3ជាន់ដោយការរើសម្រាំងខ្លាំងមិនទាន់បាត់កម្ដៅពីចំការផងក៏ញាត់ចូលឡានដឹកទំនិញការខូចខាតទាំងអស់ទម្លាក់មកលើអ្នកកណ្ដាលតើគុណភាពអាចល្អបានដោយរបៀបណាការឈប់សិនមើលប្រអប់របស់ខ្ញុំឲ្យល្អហើយរងចាំខ្ញុំឈប់សិនមកធ្វើអីហ្នឹងព្រោះតាវិជានៃការទិញទំនិញពីមូលដ្ឋានរបស់ពួកអ្នកវាពុកផុយតាំងពីស្គាល់មកម្លេះអាឡេវទាញគាត់ចេញទៅកុំមកនិយាយបែបនេះនៅទីនេះឯងនិយាយផ្ដេសផ្ដាសលេងដៃលោកស្រីលីងខ្ញុំប្រាប់ឲ្យពួកអ្នកលេងដៃនាយករដ្ឋបាលនិងជាប្រធានផ្នែកលទ្ធកម្មអាហារស្រស់ក្មេងជាងគេរបស់ក្រុមហ៊ុន Chai&De គឺ Lindsay ដែលជាស្រីដ៏ល្បីល្បាញក្នុងវិស័យពាណិជ្ជកម្មនៅ Jiangzhou មើលទៅអ្នកបានធ្វើការស្រាវជ្រាវមកល្អណាស់និយាយមកមើលហ៊ានចូលមកផ្លូវវេបនេះហើយនិយាយចំពីចំណុចខ្សោយរបស់ Chai&De ទៀតតើអ្នកចង់លក់អ្វីដែលជួយឲ្យអ្នកឈ្នះសង្គ្រាមតម្លៃអាហារស្រស់និងរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញដែលជាការគ្រឹះដ៏សំខាន់កាត់ចោលឈ្មួញកណ្ដាលទាំងអស់ចាប់ពីស្ថានផ្ទាល់ទៅដល់ដៃមេក្រុមសហគមន៍របស់អ្នកតែម្ដងនិយាយអួតអាំងណាស់បើតាក់ទងផ្ទាល់ពីស្ថានតើធានាគុណភាពយ៉ាងម៉េចហើយថ្លៃដឹកជញ្ជូនអ្នកណាជាអ្នកទទួលខុសត្រូវអ្នកមកពីស្រុកស្រែចម្ការតើដឹងអីពីការលក់រីតាមអនឡាញសម័យថ្មីហ្នឹងការដែលអ្នកទៅទិញទំនិញថ្លៃពីផ្សារដុំដែលត្រាំថ្នាំឲ្យឆាប់ទុំហើយយកមកកែច្នៃក្នុងឃ្លាំងត្រជាក់លក់បន្តនឹងហៅថាការលក់រីសម័យថ្មីមែនទេ
លោកស្រីលីនការលក់តាមសហគមន៍របស់អ្នកដល់ផ្លូវតហើយព្រោះអ្នកគ្មានទំនិញល្អពីប្រភពដើមដែលពិតប្រាកដអាជីវកម្មអាហារស្រស់នៅតំបន់អាស៊ីខាងត្បូងនឹងដួលរលំទាំងស្រុងខ្ញុំមើលតែលទ្ធផលទេកុំមកនិយាយរឿងឥតប្រយោជន៍មិនមែនអ្នកថាមានប្រភពទំនិញល្អទេចុះទំនិញណីណាបានហើយបើកប្រអប់មកល្អយកប្រអប់នោះមកនេះលោកលីនអ្នកពិតជាចង់មើលរបស់នេះមែនឬដាក់ត្រង់នេះមកទម្ងន់សមល្មមហើយសម្បកក៏រឹងមាំល្អបាទលោកលីននេះឬជាកាតសម្ងាត់ដែលអ្នកចង់លក់ឲ្យខ្ញុំនោះនេះគឺជាគំរូផ្លែឈើថ្នាក់ឯចំនួន300តោនពីភូមិហុងឈីមិនបានឆ្លងកាត់ការកេងប្រវ័ញ្ចពីឈ្មួញកណ្ដាលណាមួយឡើយហើយក៏មិនបានឆ្លងកាត់ការកែច្នៃឡើងវិញដ៏ខ្វក់និងខុសខើទាំងនោះដែរនេះគឺជាផ្លែឈើទុំលើដើមដែលមានគុណភាពខ្ពស់បំផុតប្រសិនបើក្រុមហ៊ុនសៀនដាអាចបើកខ្សែដឹកជញ្ជូនពិសេសមួយដោយប្រើក្បួនរថយន្តដឹកទំនិញត្រជាក់របស់អ្នកចូលទៅក្នុងភូមិរបស់យើងផ្ទាល់ខ្ញុំអាចធានាបានថាផ្លែឈើទាំងនេះនឹងអាចទៅដល់ដៃអ្នកដោយមិនខូចខាតអ្វីទាំងអស់ក្នុងរយៈពេល24ម៉ោងបន្ទាប់ពីបេះចេញពីដើមវាបានបង្ហាញខ្លួននៅលើបណ្ដាញសហគមន៍របស់ស្ត្រីវ័យចំណាស់ជាង100,000នាក់នៅក្រុងជែងហៅ24រសជាតិរបស់វាអាចកម្ចាត់ចោលនៅបន្លែផ្លែឈើដែលប្រើថ្នាំពន្លឿនការទុំដែលលក់នៅតាមផ្សារទំនើបបានយ៉ាងងាយនេះគឺជាអាវុធតែមួយគត់ដែល Chenda អាចប្រើដើម្បីឈ្នះសង្គ្រាមតម្លៃក្នុងសហគមន៍និងកសាងទំនុកចិត្តអ្នកប្រើប្រាស់ឡើងវិញលោកនាយកកុំជឿសម្ដីគាត់អីក្រុមហ៊ុន Chenda យើងមិនដែលធ្លាប់រំលងអ្នកផ្គត់ផ្គង់ដើម្បីទៅទិញទំនិញផ្ទាល់ពីភូមិឡើយនីតិវិធីច្បាប់មិនអាចធ្វើបែបនេះបានទេបើមានបញ្ហាសុវត្ថិភាពចំណីអាហារតើអ្នកណាជាអ្នកទទួលខុសត្រូវច្បាប់គឺសម្រាប់មនុស្សស្លាប់ទេមនុស្សរស់ត្រូវមើលលើប្រាក់ចំណេញ300តោនបើគុណភាពអាចសម្រេចបានតាមស្តង់ដារនេះមែនទំនិញរបស់អ្នកពិតជាមានសិទ្ធិដាក់បង្ហាញនៅលើទំព័រដើមរបស់ Chenda មែនខ្ញុំទុកពេលឲ្យអ្នក3នាទីយកផ្លែប៉ែសរបស់អ្នកមកការិយាល័យខ្ញុំបើអ្នកមិនអាចប្រើទិន្នន័យដែលមិនអាចប្រកែកបានដើម្បីបញ្ចុះបញ្ចូលខ្ញុំឲ្យបោះបង់អ្នកផ្គត់ផ្គង់បច្ចុប្បន្នហើយដោះស្រាយបញ្ហាថ្លៃដើមដឹកជញ្ជូនពីប្រភពដើមបានទេខ្ញុំនឹងហៅប៉ូលីសភ្លាមហើយបញ្ជូនអ្នកទៅគុកពីបទបង្កភាពចលាចលបងឆេងស្រីមេបេសាច់ម្នាក់នោះព្រមជួបចរចាជាមួយយើងហើយលោកនាយកលេនពេលវេលា3នាទីរបស់លោកចាប់ផ្ដើមរាប់ថយក្រោយហើយណាអ្នកមិនគិតអង្គុយចុះសិនទេលោកនាយកលេនអ្វីដែលខ្ញុំចង់និយាយមិនមែនជារឿងលក់ផ្លែប៉ែស300តោននេះទេតែគឺជារឿងប្រើផ្លែឈើ300តោនពីភូមិហងខៃនេះដើម្បីរៀបចំប្រព័ន្ធផ្គត់ផ្គង់របស់ក្រុមហ៊ុន Chenda ឡើងវិញទាំងស្រុងវាទុនអស់ហើយឈៀវ Chen ទៅបានមួយថ្ងៃមួយយប់ហើយផ្លែឈើ2000គីឡូនេះរងចាំមិនដល់3ថ្ងៃទៀតទេខ្ញុំប្រាប់ហើយថាគេទៅទីក្រុងខេត្តក៏គ្មានប្រយោជន៍អ្វីដែរក្រុមហ៊ុនធំកម្រិតរាប់ពាន់លានគេមើលមុខអ្នកស្រែដូចជាគេដែរឈប់ឆ្លោះគ្នាទៅនេះជាអាវដែលខ្ញុំមិនបានពាក់ជាច្រើនឆ្នាំមកហើយថ្ងៃនេះខ្ញុំត្រូវតែស្លៀកពាក់ឲ្យសមរម្យបន្តិចភូមិហងខៃ